ខ្ញុំបករណាសូមនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃព្រះរតនត្រ័យដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសពសពកាលសូមនមស្ការថ្វាយបង្គំព្រះថេរៈគ្រប់ព្រះអង្គនិងសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទគ្រប់រូបនៅក្នុងថ្ងៃនេះខ្ញុំមណាត្មាភាពបានចូលរួមក្នុងការលើកយកនៅព្រះធម៌ដោយមួយថ្ងៃពីរថ្ងៃនេះក៏ឃើញថាមានការផ្ទុះរឿងរ៉ាវមួយតាក់ទងនឹងកូនយកពុកទៅដាក់ចោលក្នុងចេតិយម្ដាយនៅក្នុងវត្តឃើញមានការរិះគន់ជាច្រើនព្រោះហើយក៏ជារឿងគួរឲ្យសង្វេគមួយផងដែរអញ្ចឹងខ្ញុំគណៈអាត្មាភាពក៏បានឃើញវីដេអូហ្នឹងក៏នឹកទៅដល់រឿងរ៉ាវដែលធ្លាប់កើតមានក្នុងសម័យពុទ្ធកាលតាក់ទងនឹងលោកតាព្រាហ្មណ៍ម្នាក់គាត់មានកូនប្រុស4នាក់ហើយត្រូវកូនបណ្ដេញចេញពីផ្ទះអត់មើលថែអត់ចិញ្ចឹមអីចឹងដែរអញ្ចឹងគឺដើម្បីឲ្យជាក់ច្បាស់សូមញាតិញោមពុទ្ធបរិស័ទតាមដានស្ដាប់ក៏ដូចជាទស្សនានៅវីដេអូតាក់ទងរឿងរ៉ាវដែលកំពុងផ្ទុះនេះណាកូនយកឪពុកទៅដាក់ចោលក្នុងចេតិយម្ដាយនៅក្នុងវត្តបងអត់នាំគ្នាមើលថែទេហើយឪពុកហ្នឹងគាត់មានកូន5នាក់មានកូនប្រុសកូនស្រី5នាក់ប៉ុន្តែគឺថាកូនអត់មានទំនួលខុសត្រូវអត់បំពេញតួនាទីកាតព្វកិច្ចជាកូនមើលថែឪពុកដែលគាត់ចាស់ជរាទៅទេអញ្ចឹងតើសេចក្តីនឹងយ៉ាងណាក៏សូមពុទ្ធបរិស័ទតាមដានទស្សនានៅវីដេអូប្រហែលជា2នាទីដើម្បីដឹងសាច់រឿងសិនហើយចប់ពីនឹងទៅខ្ញុំអាត្មាភាពនឹងលើករឿងរ៉ាវមួយតាក់ទងនៅក្នុងសម័យពុទ្ធកាលណាស្តៀងបញ្ហានឹងដែរបងអញ្ចឹងសូមតាមដានទស្សនាវីដេអូដូចតទៅកូនស្រីទី3ដឹកឪពុកអាយុ90ឆ្នាំទៅទម្លាក់ចោលក្នុងចេតិយវត្តផ្អើលអស់លោកសង្ឃទាំងយប់កូនស្រីទី2បានមកមើលឪពុកដល់ក្នុងចេតិយតែមិនយកឪពុកទៅចិញ្ចឹមទេដែលលើកហេតុផលថារវល់មើលថែប្តីនៅឯផ្ទះខណៈកូន3នាក់ទៀតឪពុកត្រូវបានគេយកមកទម្លាក់ចោលនៅក្នុងចេតិយទៅហើយមិនមកអត់មើលឪពុកតតែសោះតើជាកម្មអ្វីមានកូនប្រុសស្រីរហូតដល់ទៅ5នាក់តែមិនអាចចិញ្ចឹមបីបាច់ថែរក្សាឪពុកឲ្យបានល្អបានដាច់ចិត្តដឹកឪពុកទាំងវ័យចំណាស់90ឆ្នាំទៅហើយមកទម្លាក់ចោលនៅក្នុងចេតិយវត្តទៅគាត់លេចអាចលេចនៅអីរហូតអីចឹងណាមករយៈនេះចុងក្រោយហ្នឹងវាហត់ប្អូនវាហត់ខ្លាំងពេកប៉ាគាត់កោថាគាត់កោលេចអាចលេចនៅមកអីចឹងគាត់កាចគាត់វាយទៅមួយដែរអើយនេះអាតុកដាក់តុកខាងយកប៉ាឲ្យមកនៅចេតិយអីទៅមើលផងតែខ្ញុំមកឡើយរវល់មើលប្តីខ្ញុំនោះដាក់សរោមិនគាត់អត់មានហៅពេទ្យទេផងខ្ញុំដាក់សរោមិនគាត់ខ្លួនឯងខ្ញុំតែធ្វើបាច់ឥឡូវខ្ញុំមើលប្តីខ្ញុំផងខ្ញុំមើលគាត់ផងមិនកើតខ្ញុំអត់លទ្ធភាពទេគេថាប្តីខ្ញុំអត់ចូលប្តីខ្ញុំគេខ្ញុំមានតែឡើយយកគាត់ទៅថែហើយខ្ញុំអត់មានសមត្ថភាពមានលទ្ធភាពមើលប៉ាខ្ញុំទេខ្ញុំស្រឡាញ់គាត់ខ្ញុំអត់គាត់ទេខ្ញុំអត់មានមើលគាត់កើតទេមើលប្តីខ្ញុំមួយខ្ញុំឈឺដែរខ្ញុំលៀបទីកហើយខ្ញុំដោតាំងឆ្ងាយបានដល់មិនចាក់បងប្អូនថៃខ្ញុំចូលទៅនៅយកគាត់ទៅនៅមួយខ្ញុំយកទៅបាច់បានបងឡើងធ្វើមិនឥឡូវខ្ញុំអត់ដឹងឥឡូវខ្ញុំជិះម៉ូតូទៅវិញក៏ឆ្ងាយដែរឥឡូវប្តីខ្ញុំអត់ស្រួលកូនថាខ្ញុំត្រូវទៅវិញអាលឿនប៉ាហើយឲ្យខ្ញុំទៅវិញគឺមានតែញ៉ាខ្ញុំក៏សរសើរដល់អ៊ំស្រីមួយដែរគាត់ជាអ្នកនៅហ្នឹងប៉ុន្តែគាត់ទឹកចិត្តគាត់ល្អចាគាត់ល្អគាត់ទៅយកខោបានទឹកនោមអីឲ្យអូអញ្ចឹងគឺញាតិញោមបានស្ដាប់ក៏ដូចជាទស្សនាវីដេអូនឹងហើយប៉ុណ្ណាគាត់មានកូន5នាក់ហើយកូនម្នាក់ហ្នឹងគាត់ដឹកឪពុកហ្នឹងយកមកប្លង់ចោលនៅក្នុងចេតិយម្ដាយព្រោះភរិយារបស់ឪពុកហ្នឹងក៏គាត់ចែកឋានទៅហើយបញ្ចុះនៅក្នុងចេតិយហ្នឹងតែអញ្ចឹងកូនហ្នឹងគឺដឹកឪពុកហ្នឹងយកមកដាក់ក្នុងចេតិយហ្នឹងហើយបានទេទៅ
ប្រាប់កូនផ្សេងទៀតថាឲ្យនាំគ្នាមកជួយមើលឪពុកផងខ្ញុំយកឪពុកហ្នឹងមកដាក់ក្នុងចេតិយហើយណាអញ្ចឹងទៅហើយក៏មានកូនស្រីកូនទី2ហ្នឹងបានជិះម៉ូតូពីចម្ងាយមកដឹងព័ត៌មានហ្នឹងក៏មកមើលគ្រាន់តែមកមើលហើយគាត់អ្នកសារព័ត៌មានគេសភាទៅថាគាត់ស្រឡាញ់ឪពុកដែរប៉ុន្តែគាត់មិនមានលទ្ធភាពសមត្ថភាពអីយកឪពុកទៅចិញ្ចឹមទេព្រោះគាត់មើលប្តីគាត់ដែរប្តីគាត់កំពុងតែព្យួរសរោមអញ្ចឹងទៅហើយគាត់ក៏មានជំងឺលៀនឌីសកមិនហ្នឹងគឺរៀបរាប់នៅក្នុងវីដេអូហ្នឹងញាតិញោមអាត្មាឮសម្ដីកូនស្រីរបស់គាត់ពោលដូច្នោះគឺថាសង្វេគបងក្នុងនាមជាឪពុកបង្កើតរបស់ខ្លួនហើយពោលថាអត់មានលទ្ធភាពសមត្ថភាពចិញ្ចឹមមើលថែទៅជាមានលទ្ធភាពសមត្ថភាពចិញ្ចឹមមើលថែប្តីវិញនេះគឺបានន័យថាយកប្តីជាធំហ្នឹងញោមយកប្តីជាធំជាងម៉ែជាងឪហើយកូននេះបងនឹងគឺថាយើងឮដូច្នោះហើយគឺថាគួរឲ្យសង្វេគបងគួរឲ្យសង្វេគនឹងញាតិញោមត្រូវចាំថាប្តីក្តីកូនក្តីយើងអត់មួយយើងអាចរកមួយទៀតបានណាប្តីឬក៏ប្រពន្ធអីចឹងទៅអត់មួយយើងរកមួយទៀតបានប៉ុន្តែឪពុកម្ដាយយើងគិតមើលគឺថាមានតែ2នាក់ទេជាបុគ្គលកម្រនៅក្នុងโลกនេះមិនសម្បូរទេគឺថាក្នុងយើងម្នាក់ហ្នឹងគឺមានតែឪពុកមួយម្ដាយមួយតែប៉ុណ្ណោះណាហើយបើអត់ពីគាត់ទៅយើងមានឪពុកមានម្ដាយបង្កើតឯណាទៀតណាអញ្ចឹងគឺជាបុគ្គលកម្រណាកម្រហើយមានគុណយ៉ាងក្រៃលែងហ្នឹងมันអាចប្រមាណបានទេគុណហ្នឹងគឺណាអបមាណគុណណាគុណដែលប្រមាណមិនបានទេបងជាតិគុណឧបការៈគុណអីសពគ្រប់មកលើយើងហ្នឹងហើយដល់ពេលយើងទៅជាពូលថាអត់មានសមត្ថភាពអត់មានលទ្ធភាពយកគាត់ទៅចិញ្ចឹមទេអញ្ចឹងយើងគិតថាម៉េចទុកឲ្យគាត់ត្រូវអស់ជីវិតនៅក្នុងចេតិយនឹងដែរឬក៏យ៉ាងម៉េចអ្នកចិត្តខាងគេដឹងគេលឺឲ្យប្រសងអីក៏និមន្តទៅមើលអីចឹងគេមានការយកចិត្តទុកដាក់ណាដល់ពេលកូនវិញគឺទៅជាចិត្តដាច់បងចិត្តដាច់ណាពូលគួរឲ្យសង្វេគចឹងទៅចឹងបានថារឿងនេះគឺកើតមានក្នុងសង្គមយើងដូចថាមិនគួរសោះមិនគួររឿងហ្នឹងកើតមាននៅក្នុងសង្គមសោះបងព្រោះប្រទេសយើងក៏ជាអ្នកកាន់ពុទ្ធសាសនាមិនគួររហូតដល់ទៅរមិលគុណណារមិលគុណឪម៉ែអីដូច្នោះទេបងចឹងជាបន្តទៅទៀតនេះគឺខ្ញុំមណាអាត្មាភាពនឹងលើកយកនៅព្រះសូត្រមួយឈ្មោះថាមហាសាលសូត្រដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងបិដកខ្មែរយើងហ្នឹងគឺភាគ30ត្រង់ទំព័រ124ណាឈ្មោះមហាសាលសូត្រដែលសម្ដែងអំពីតាព្រាហ្មណ៍ម្នាក់ហ្នឹងគាត់មានកូនប្រុស4នាក់បងហើយកូនប្រុសហ្នឹងក៏ចម្រើនវ័យធំធាត់ទៅក៏តាព្រាហ្មណ៍ហ្នឹងគាត់ទុកដាក់រៀបចំកូនប្រុសទាំង4ហ្នឹងឲ្យមានភរិយាគ្រប់គ្នាទៅហើយគាត់ចាត់ចែងក្នុងកម្មវិធីរៀបចំពីពិពាហ៍ហ្នឹងក៏ដូចជាចែកទ្រព្យណាម្នាក់មួយសែនកហបណៈព្រោះតាព្រាហ្មណ៍ហ្នឹងគាត់មានទ្រព្យសម្បត្តិ8សែនកហបណៈអញ្ចឹងគឺមានកូន4នាក់គាត់ចែកឲ្យកូនម្នាក់មួយសែនទៅគឺ4នាក់អស់4សែនអញ្ចឹងគាត់នៅសល់4សែនកហបណៈទៀតហើយដល់ពេលក្រោយមកក៏ភរិយារបស់តាព្រាហ្មណ៍ហ្នឹងក៏ធ្វើកាលកិរិយាស្លាប់ទៅណាគាត់នៅតែឯងណានៅតែឯងអញ្ចឹងទៅលំបាកលំបិនហើយកូននោះក៏គិតថាងឪពុកណាឪពុកគាត់នៅតែឯងអញ្ចឹងទៅតិចគាត់យកប្រពន្ធទៀតទៅហើយនឹងត្រូវបកគលទ្រប4សែនកហបណៈហ្នឹងឲ្យភរិយាឬក៏មានកូនក្រោយទៀតចែកឲ្យដល់កូនក្រោយហ្នឹងអញ្ចឹងកូនគាត់ទាំង4នាក់នេះកូនប្រុសទាំង4នាក់ហ្នឹងក៏ពិភាក្សាគ្នាទៅក៏គិតថាឥឡូវអត់កើតទេយើងត្រូវតែណាត្រូវតែសុំនៅទ្រព្យសម្បត្តិទាំង4សែនកហបណៈនឹងមកទៀតឲ្យអស់មកហ្នឹងហើយត្រូវរើគ្នាអញ្ចឹងក៏ដើរបាយកលធ្វើជា
tới mưa thai cọt chẳng buồn nè nữa mưa thai bộc chẳng rơi chẳng tới tụm nụm rong bay tắc nụm chùm này tray sạch xâm liệm bẹ ấy chẳng tới mờ cụ chùm bay đầy chương thôi được sai ấy ao sọc cục mình dù bà mán có pool nó pool cồn chẳng buồn nó có pool từ can được bộc thang lộ bộc ấy thò mà đa chả hơi chân nơi tại lồng ba nâng lồng ba na về dục ở lục trừ cạt đây chân tư rồi có bài tắc ấy nó có lồng ba nâng na là đây tụm nụm rong ấy chân tư chân lộ bộc công nơi tại nhé từ nơi chùm môi côn tiếng buồn nâng ta hay và cô trọc sầm bát nè buồn sen cả hạt nạ nâng mau chạy ở côn mà nè mà sen cả hạt nạ tiết máu chăm côn tiếng buồn nè nâng cờ rúp ra nâng bạp trắng á ná ấy có pol riệp rộp thả nơi tại nâng bã trừ cắt ấy nâng không biết là na ra mơ thai hay bài na tắc cái na ấy chân tư chân cứ công nơi tại nhé từ nơi chùm môi côn đó hay chạy trọc sầm bát để so buồn sen cả hạt nạ nâng hay đo côn tiếng buồn nè nâng máu chạm côn mơ thai ở bốc lươn chẳng tôn trận được khơi nã anh cha hơi đang tục tự ấy thế trọp nâng nè chạy vậy cô này từng o hay từ nơi ở sai chùm môi câu này côn cái mơ thai mong tới có chạy ao tới bỏ chạy ao o chân tới hay từ nơi chùm môi câu nơi chùm môi câu bòn nè ban là pi bay thứ ngày thế thì dưa côn bong nó có cao ca mình pin chật rồi u rồi tôm sau đây ao ta priềm nâng á nè thà ai nâng nơi tờ tẹt nhom nâng vừa đôi chia mình score play từ tẹt côn xem tiền chăng trọp sầm bát chạy ao đôi kia xong hay mình nơi sài bò đẹp hộp chọc tại chùm môi nhóm ở từ nơi tẹt côn xem tiền thế thì dưa côn ta priềm nó có pol chăng thì đòi bên chẳng ta priềm nó quạt khăn sạch thà oi quạt chẳng đó có quạt chê bạch chào sạch niềng sấy thọc tiệp anh mà thà ấy dương ấy chẳng á nè quạt chê bạch chào ấy chẳng quạt khăn đài ấy có quạt tranh vì tia côn tì mùi côn bong nó có từ nơi tia côn tì pì nơi ban là pì bay ngay nó cái khăn cái rau rồi tôm cái và đánh thì chân đó khăn cái rốt từ nơi côn tí 7 từ nơi chùm môi côn tí 7 ban tập pi bay ngày nâng chân tiết từ nơi chùm môi côn tí 4 ban tập pi bay ngày nâng cái rau rồi tóm cái và đánh tranh tiết khăn côn đó có tranh đó có tranh pi côn tổng o nâng tới can bay đào sông tiên kì tam cho là họ pleu tôi pleu thông hay tam prop tiền nè đợt tây ấy chẳng thức đa sông tiên cái bao càn bài từ ti băng pro côn buồn nè đó từ băng ngọt bàn ọt mơ thải bao quạt vô từ trọp chẳng á nè ngày từ luôn quạt thà bạc cô trọp chay trọp để nơi miền nâng oi màu côn mau chạm côn mơ thải châm ấy nâng giàng srua chẳng từ bọc nâng quạt tuần chật đó chay oi côn bàn trọp màu hỏi cứ miền mưa thay nè bộ mưa thay ban đượcประมาณ ngày nó có rượu rồi toa mình đinh trên bị tia chân từ đừng hô đo từ nó ọt miền cầu nà bằng bán có đào sông tiên kia tới nè miền ru cài sao mong scan scom khao ao nó cái cha đạch đa ấy chân tới ấy pel muối có nực đo pre sama samput nè là bay mà thà pre sama samput nó cứ miên bọc he bọc prâm bọc prey nè sọt bọ mình đai cream Japan đấy thọp lư cật từ côn pre sama samput cho chai màu chẳng thấy có quạt trong từ chụp pre sama samput ấy có đào từ châu từ nè chụp pre sama samput để bảo ông trung nè cùng nơi nè vọt chơi tập pôn đó nè vọt chơi tập pôn đó nào về châu tới có thoai một cung pre sama samput ấy có pre sama samput bảo ông trung thưa bà đệ son thà ra từ tua priêm đừng ấy có ban xua thà mình priêm ta nè màu pina hay là vậy có ruka như là bọn nè nó đối thà
ស្គាំងស្គមរវាមដោយសរសៃហើយមានសម្លៀកបំពាក់អីហ្នឹងក៏ដាច់ដាច់អញ្ចឹងហើយទឹកមុខហ្នឹងក្រៀមសពូនអញ្ចឹងតើព្រាហ្មណ៍ហ្នឹងមានរឿងអីណាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សួរអញ្ចឹងទៅបានតាព្រាហ្មណ៍ហ្នឹងក៏រៀបរាប់រឿងរ៉ាវរបស់ខ្លួនថាបបិទ្ធព្រះគោដំដល់ចម្រើនហើយខ្ញុំព្រះអង្គហ្នឹងគឺមានកូនណាប្រុស4នាក់បានរៀបចំទុកដាក់ឲ្យមានភរិយារៀងខ្លួនទៅចែកទ្រព្យសម្បត្តិមួយសែនកហបណៈម្នាក់4នាក់ហ្នឹងអស់4សែនហើយសល់4សែនទៀតក៏ទុកសម្រាប់ចាយវាយហើយក្រោយមកក៏កូនហ្នឹងវាលួងលោមខ្ញុំសុំប្រាក់ដែលនៅសល់ទាំង4សែនហ្នឹងអញ្ចឹងទៅហើយខ្ញុំព្រះអង្គក៏ចែកឲ្យទាំងអស់ទៅនៅអាស្រ័យហើយនៅអាស្រ័យជាមួយកូនហ្នឹងមិនយូរប្រមាណកូនរបស់ខ្ញុំព្រះអង្គហ្នឹងគេត្រូវរើជាមួយភរិយាគេហ្នឹងបណ្ដេញខ្ញុំព្រះអង្គចេញពីផ្ទះហើយអញ្ចឹងខ្ញុំព្រះអង្គអត់មានទីពឹងដើរសុំទានគេខ្លាយទៅជាជនអនាថាអញ្ចឹងទៅណារៀបរាប់ក្រាបបង្គំទូលព្រះសម្មាសម្ពុទ្ធអញ្ចឹងទៅបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ណាឲ្យតាព្រាហ្មណ៍ហ្នឹងបងឲ្យតាព្រាហ្មណ៍ហ្នឹងគឺរៀនគាថាព្រះអង្គបង្រៀននៅគាថាណាគាថាឲ្យតាព្រាហ្មណ៍ហ្នឹងរៀនចេះចាំទៅពេលណាដែលឃើញមហាជនជួបជុំគ្នាច្រើនហើយរួមទាំងកូនរបស់ព្រាហ្មណ៍ហ្នឹងនៅក្នុងជំនុំចំណោមហ្នឹងដែរឲ្យតាព្រាហ្មណ៍ហ្នឹងចូលទៅកាន់ទីប្រជុំជនហ្នឹងសូត្រនៅគាថាហ្នឹងណាសូត្រនៅគាថាហ្នឹងណាឲ្យមហាជនគេស្ដាប់ទៅប្រកាសជាគេយល់ណាយល់អញ្ចឹងបានព្រះសម្មាសម្ពុទ្ធបានព្រះអង្គទ្រង់បង្រៀនណាបង្រៀននៅព្រាហ្មណ៍ហ្នឹងដោយគាថាជាសម្រាយថាខ្ញុំត្រេកអរដោយកូនទាំងឡាយណាដែលកើតហើយផងប្រាថ្នានៅសេចក្តីចម្រើនដល់កូនទាំងឡាយណាផងកូនទាំងនោះក៏សំគំនិតជាមួយនឹងប្រពន្ធទាំងឡាយហើយបណ្ដេញខ្ញុំដូចជាឆ្កែបណ្ដេញជ្រូកក៏កូនទាំងឡាយជាអសប្បុរសលាមកគ្រាន់តែហៅខ្ញុំថាបិតាប៉ុណ្ណោះប៉ុន្តែកូនទាំងនោះដូចជាណាអរិយទឹកដែលមកដោយរូបជាកូនលះបង់នៅខ្ញុំដែលមានអាយុចូលដល់បច្ឆិមវ័យហើយណាលះបង់ពុកចាស់ទៅគឺថាកូនហ្នឹងលះបង់ទៅបិតារបស់បុគ្គលពីលទាំងឡាយតែងសូមទានប្រອບផ្ទះនៃជនដតីដូចជាសេះចាស់ប្រើប្រាស់មិនបានគេនាំចេញចាកចំណីឈើច្រត់របស់ខ្ញុំប្រសើរកូនទាំងឡាយដែលមិនស្ដាប់បង្គាប់មិនប្រសើរដូចឈើច្រត់ឡើយព្រោះឈើច្រត់រមែងការពារគោកាយក៏បានការពារឆ្កែកាយក៏បានច្រត់ក្នុងខាងមុខក្នុងទីងងឹតក៏បានស្ទង់ក្នុងទឹកជ្រៅក៏បានបុគ្គលផ្លាត់រអិលជើងណាគង់ទប់វិញបានដោយអានុភាពនៃឈើច្រត់នេះគឺព្រះអង្គទ្រង់បង្រៀនអញ្ចឹងឲ្យព្រាហ្មណ៍នឹងរៀនឲ្យចេះចាំអញ្ចឹងទៅសូត្រណាសូត្រទៅណាហើយដល់ពេលអញ្ចឹងព្រាហ្មណ៍នឹងក៏រៀនចេះចាំមកពេលមួយហ្នឹងមហាជនជួបជុំគ្នាមនុស្សម្នាច្រើនហើយក្នុងហ្នឹងក៏មានកូនប្រុសទាំង4រូបរបស់តាព្រាហ្មណ៍នឹងផងដែរព្រាហ្មណ៍នឹងដើរចូលទៅកាន់ទីជំនុំប្រជុំជនអញ្ចឹងទៅក៏សុំគេថាមនាលអ្នកទាំងឡាយហើយខ្ញុំសូមឱកាសខ្ញុំសូមសូត្រគាថាមួយតើបានទេណាបានមហាជនទាំងគាថាអីទៅលោកតាណាចង់សូត្របានតាហ្នឹងគេឲ្យសូត្រដល់ពេលអញ្ចឹងក៏តាព្រាហ្មណ៍នឹងសូត្រទៅសូត្រគាថាដែលព្រះសម្មាសម្ពុទ្ធបង្រៀនហ្នឹងណាហើយខ្លួនឯងចេះចាំមកហើយក៏សូត្រអញ្ចឹងទៅដូចបានលើកខាងដើមមកអញ្ចឹងណាដល់ពេលតាព្រាហ្មណ៍នឹងសូត្រចប់បានគេដឹងថាអូលោកតាព្រាហ្មណ៍នេះត្រូវកូនទាំង4រូបហ្នឹងគឺបោះបង់ចោលអត់មើលថែអត់ចិញ្ចឹមអីចឹងទៅដល់ពេលអញ្ចឹងក៏មហាជនគេសួររកថាឥឡូវកូនលោកតានៅឯណាហ្នឹងហើយបានលោកតាព្រាហ្មណ៍នឹងថាហ្នឹងពួកវានៅនឹងដែរហ្នឹងណានៅក្បែរខ្ញុំដែរហ្នឹងហើយច្អល់ទៅនេះមួយនោះមួយទៅគ្រប់ទាំង4នាក់បានគេដឹងទៅក៏គេចាប់កូនហ្នឹងប្រុងវាយដំសម្លាប់ចោលណាព្រោះក្នុងការហ្នឹងគឺប្រពៃណីរបស់ព្រាហ្មណ៍ហ្នឹងគឺគេមានច្បាប់មួយថាបើកូនប្រុសស្រីណាដូចថាទទួលនៅទ្រព្យ
ở phục mà đai đi thầy chạy ao hỏi ban trọp nâng hỏi mình mơ thay mình chỉnh châm ở phục mà đai bình thế cứ tha sầm lấp côn pro sợi nụ chảo nó miên cái cầm nọt mau chia tụm niêm chẳng á nè ấy đọc cái côn pro tiếng buôn ở bao ta priêm nâng cứ tha ban trọp ông pi ở phục hỏi cứ tha đọt mơ thải và đau ở phục nâng cứ tha đa sông tiền cái tam prop tiền này nè đợt tây ấy chân từ nào giờ thòm nè nâng đợt pe chẳng cứ tha cái chạp côn từng o nâng prong phơi ba bia đom sầm lạp chào đó bán côn nâng pe nâng co nghề đó nhẹ luôn đấy co bò cái tha công sầm lạp nhom ấy lời nhom đăng tô cùng ho nhom chạp pe nâng tới nhom đăng côn ở bọc hai cứ tha nhom nâng vô ở bọc rồi bọc nhom nâng cứ từ tụm nụm rong từ mưa thay ban là o chân thư nè xôm nè từng lái tục chỉ vật để nhom phong nè bó cái chân tới ban ta priêm nâng co bò mà hai chôn đây thà lấy côn nhom nâng co cái đăng cầm ho hai chân xôm lộ nâng đôi thà dục vô là nát tục chỉ vật để kê phong lấy kê tình đi rạp rong thà nâng chỉnh châm nhom chẳng bán côn đang buôn nâng nè xanh ta priêm nâng vô từ tiệt thấy có tụm nụm rong bài tập hai giang bản đất dùng liệm pe ấy nâng lên ơi đôi ta đại nâng ơi trao từng liệm pe dùng liệm pe thay ha bò để phốp nhanh ta priêm nâng quạt ban bò để phốp hai nhanh liệm dùng liệm pe thay hay có ban sờ nóc sóc srul sờ bài chật phong cài bò quạt nâng có srul bùa phong miền ăn tri sọc bò ru cài nâng phô đập phong chẳng tới có nực rồi lật thảo và tham anh ba nơi xịt cái đây sọc miền là ha bò để phô miền sủng liệm pẹ thay prao pra ấy côn đằng côn cứ đôi ở say côn đập bò pre sa mà nã cô đó mà bằng riêng nơi kia tha môi đó là tham anh nâng chẳng ta priêm nâng con nực hơi côn pre sa mà sampot thà con để ban xịt cái đây sọc màu này cứ ở say côn đập bò pre sa mà nã cô đó bằng riêng nơi kia thà nâng đó là tham anh vô từ prao vô từ sâu chẳng tới cứ thà vừa ấy côn đài rồi mơ côn nước màu chỉ cả đăng côn bình hay có chỉnh châm tụm nụm rong tham anh vậy ban nơi xịt cái đây sọc nông pê này nâng chẳng có con ban đôi thà ca tụm nụm rong pì côn nâng con vô chùm này khác từ phai pre sama sampot miền sủng put đây chân từ miền trong han bên ở ba đây chân tới vô từ phai pre sama sampot hay crab tu thà nhom bọng ở lớp ban thì cái đây sau hay lên tục lên ba hay côn rồi bọc nhom bọng nắng co đăng côn hai tụm nụm rong châm mưa thay nhom bọng hai chân ni chia chùm này để côn bô chia nơi nhom bọng chân nhom bọng nắng co xôm bay chạy chùm này nắng do màu phai pre sama sampot xôm bọng trung từ tua đòi ăn ở cua chẳng tới bán pre sama sampot có bọng trung từ tua đòi thì cái đây ăn ở cua chẳng từ hay coi máu côn bong miền cam việt thi mông côn nè riệp chòm đôi thà tục đạ côn cha người miền và đây bộ pôn đây chẳng thế nè ngài chẳng có côn bộ hiện xa mùi bông thà cua niềm môn sa mà nạ màu bị na mau ấy chẳng tới bán bốc thằng bốc cổ mình score sa mà nạ na đợt tây đấy miền được score tại pre sa mà nạ cô đom nâng chẳng bán côn thành chẳng bốc anh Ratania riêng pre sa mà nạ cô đom nâng mắc mau từ tua phọt trong tia dương chẳng tới bán được bốc nâng từ Ratania riêng pre sa mà sampot mùi lứa đói bị khổ xong trơn rồi rút pram rồi rút mau từ tua trong han nơi khung bị thi mông cô nâng đò pe chẳng tới co đò pe đò về lia đò ngày pre sa mà sampot bọn trung riêng từ tới co priêm nâng từ tua ấy sọc cục ông kia đòi trong han bên ở ba kha tên này dẹp phôi trên này dẹp ha ấy sọc cục trắng bán ta priêm nâng co màu cùi các bài pre sa mà sampot côn pro tiếng buồn nâng co màu cùi các bài hay côn và xa say rồi bỏ ta priêm tiếng buồn rụng nâng co màu cùi các bài chẳng tới bán pre sa mà sampot bọn trung sầm đai đã tương thà nè côn chơi từng lái cứ thà cọp bay tụm nụm rong mưa thay ở bụng mà đai nè để quạt cha chả tới cứ thà tới từ mưa thay côn chơi na đây mình mưa thay thế cứ đo nơi xịt cái đây bên nia ở bờ côn chơi miền ca tụm nụm rong mưa thay chỉnh châm miệt đa bay đá miền tay xịt cái đây chùm rong chùm ra hơn ấy chân từ
នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងចឹងហើយបន្ទាប់មកបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងនៅអរិយសច្ចធម៌ទាំង4ឲ្យតាព្រាហ្មណ៍នឹងកូនបកើតតាព្រាហ្មណ៍នឹងហើយកូនភាសានឹងបានស្ដាប់ចឹងទៅគឺបានសម្រេចសោតាទាំងអស់គ្នាតាព្រាហ្មណ៍នឹងក៏បានសម្រេចសោតាកូនប្រុសទាំង4រូបរបស់តាព្រាហ្មណ៍នឹងក៏បានសម្រេចសោតាហើយកូនភាសាស្រីទាំង4រូបនឹងក៏បានសម្រេចសោតានេះគឺតកតងរឿងរ៉ាវណានៅក្នុងសម័យពុទ្ធកាលគឺថាមានចឹងដែរឃើញទេញាតិញោមណាមានកូន4នាក់ប៉ុន្តែកូននឹងដូចថារមិលគុណណាពីដើមមកគឺថារមិលគុណមិនមើលថែទេគឺថាលួងលោមបោកឪពុកនឹងគឺថាយកទ្រព្យអស់ចឹងទៅគឺថាបដិញឪពុកចេញពីផ្ទះហើយឪពុកនឹងគឺថាដើរសុំទានគេលំបាកមករយៈធំចឹងទៅហើយទៅជួបព្រះសម្មាសម្ពុទ្ធរៀបរាប់ឲ្យព្រះអង្គទ្រង់ដឹងព្រះអង្គបង្រៀននៅគាថាហើយក្នុងគាថានឹងព្រោះឃើញញាតិញោមតកតងរឿងព្រាហ្មណ៍នឹងគាត់ថាមានកូនហើយប៉ុន្តែពឹងមិនបានទេបណ្ដេញគាត់ចេញពីផ្ទះដូចឆ្កែដេញខំជ្រូកចឹងវោអីហ្នឹងចឹងទៅហើយបន្ទាប់មកបានគាត់ពោលថានេះកូនណាដែលរមិលគុណមិនស្ដាប់បង្គាប់មិនដឹងគុណហ្នឹងចាញ់ឈើច្រត់ទៀតណាព្រោះអីព្រោះឈើច្រត់ហ្នឹងគឺថាឆ្កែកាចមករកខំហ្នឹងគឺយកឈើច្រត់ហ្នឹងវាយបានគោណាកាចមករកជុលហ្នឹងយកឈើច្រត់ហ្នឹងកញ្ញោញឲ្យខ្លាចបានឬក៏ដូចថាចង់ដឹងថាទឹករាក់ជ្រៅអីចឹងទៅគឺថាយកឈើច្រត់ហ្នឹងចាក់ចូលទៅក្នុងទឹកទៅដឹងជំរៅនៃទឹកហ្នឹងឬក៏ថាដើរមិនស្រួលចឹងទៅគឺថារអិលផ្្លាត់ជើងដួលយកឈើច្រត់ហ្នឹងទប់ខ្លួនបានអញ្ចឹងឈើច្រត់ហ្នឹងមានប្រយោជន៍ឈើច្រត់ហ្នឹងមានឧបការៈគុណក្រៃលែងជាងកូនអកតញ្ញូកូនរមិលគុណកូនរមិលគុណគឺថាគ្មានបានប្រយោជន៍អីមានតែទុកទោសឲ្យដល់ឪពុកម្ដាយអញ្ចឹងញាតិញោមស្ដាប់អញ្ចឹងណាបងណាគឺកាលណាដែលយើងរមិលគុណមិនមើលថែឪពុកម្ដាយល្មើសគុណគាត់អានឹងអន់ជាងឈើច្រត់ទៅទៀតបងព្រោះឈើច្រត់មានប្រយោជន៍ច្រើនយ៉ាងដូចរៀបរាប់មកខាងដើមអញ្ចឹងចឹងយើងជាមនុស្សណាមានរូបកាយអវយវៈមានចិត្តគំនិតឲ្យតឡាំងគឺថាកុំឲ្យចាញ់ឈើច្រត់បងកុំឲ្យចាញ់ឈើច្រត់គឺថាត្រូវធ្វើជាកូនដែលមាននៅកតញ្ញុតាធម៌ដឹងគុណចំពោះអ្នកដ៏មានគុណគឺថាបំពេញតួនាទីបំពេញកាតព្វកិច្ចក្នុងនាមជាកូនគឺថាទី1ឪពុកម្ដាយចិញ្ចឹមយើងមកអញ្ចឹងយើងត្រូវចិញ្ចឹមលោកវិញណាហ្នឹងគឺទី1តួនាទីកូនទី2គឺថាគឺត្រូវជួយកិច្ចការងារឪពុកម្ដាយណាជួយកិច្ចការងារឪពុកម្ដាយហ្នឹងគឺសំខាន់ណាហើយដល់ពេលទី3គឺថារក្សាវងតកូលឲ្យបានល្អកុំទៅប្រព្រឹត្តអំពើអាក្រក់ផ្សេងនាំឲ្យខូចពូជពងវងតកូលអញ្ចឹងទៅហើយដល់ពេលទី4ហ្នឹងគឺថាជាអ្នកបដិបត្តិខ្លួនឲ្យសមគួរនឹងទទួលនៅមរតកណាយើងស្ដាប់បង្គាប់ស្ដាប់ដំបូលមានគាត់ចឹងទៅឪពុកម្ដាយទូមានព្រានបដៅយ៉ាងណាយើងតាមចឹងទៅហើយដល់ពេលទី5គឺសំគួរនឹងទទួលនៅទ្រព្យមរតកអំពីឪពុកម្ដាយនឹងឯងបងចឹងគឺសរុបមកវិញគឺប្រហែលថ្ងៃនេះគឺមានការផ្ទុះរឿងកូន5នាក់ណាយកពុកទៅប្លង់ចោលនៅក្នុងចេតិយរបស់ម្ដាយក្នុងវត្តទៀតបងហើយអត់មើលថែទេគឺថាពូឡើងថាប្តីឈឺដែរអញ្ចឹងខ្ញុំគ្រាន់តែមកអើទេខ្ញុំអត់មានលទ្ធភាពសមត្ថភាពយកគាត់ទៅមើលថែទេខ្ញុំរវល់ចិញ្ចឹមប្តីខ្ញុំមើលថែប្តីខ្ញុំអីចឹងទៅហើយខ្លួនឯងក៏ឈឺផងអីចឹងញាតិញោមពូលអញ្ចឹងគឺថាគួរឲ្យសង្វេគចុះព្រោះសម្ដីរបស់កូនហ្នឹងញាតិញោមបើឪពុកដូចថាគាត់គិតអញ្ចឹងកាលពីកូននឹងនៅតូចគាត់គិតថាអញរវល់រស់ស៊ីអញរវល់មើលម៉ែឯងដែរគាត់ណាຕົកយើងចោលប្រកាសជាយើងស្លាប់បាត់ហើយមិនរស់ដល់ធំរហូតដល់ទៅមានប្តីមានកូនពូនទៅជាចៅអីចឹងទេបងប៉ុន្តែដោយអាស្រ័យ5វិហារធម៌មេត្តាករុណាមុទិតាឧបេក្ខារបស់ឪពុកម្ដាយនឹងហើយបានចិញ្ចឹមកូននឹងបានរស់ធំរហូតដល់ប៉ុណ្ណឹងអញ្ចឹងក្នុងនាមយើងជាកូនគឺថាឪពុកម្ដាយគាត់ចិញ្ចឹមយើងមកហើយអញ្ចឹងយើងអត់មានត្រូវដូចថាមិនមានលទ្ធភាពឬក៏យ៉ាងម៉េចគឺថាត្រូវតែស្វិតស្វាញក្នុងការមើលថែគាត់ទោះជាក្នុងកលៈទេសៈបែបណាក៏ដោយអត់មានលើកហេតុផលយ៉ាងនេះយ៉ាងនោះមកទេព្រោះ
គាត់ចិញ្ចឹមបីបាច់ថែរក្សាយើងដោយទឹកចិត្តដ៏បរិសុទ្ធអញ្ចឹងយើងក៏បីប្រកាសសម្ដែងនៅកតញ្ញូតាធម៌ភាពជាអ្នកដឹងគុណហើយតបគុណដែលការចិញ្ចឹមបីបាច់ថែរក្សាគាត់វិញអត់មានត្រូវដូចថាខ្វះទំនួលខុសត្រូវក្នុងការចិញ្ចឹមអញ្ចឹងគឺមិនល្អទេបងអញ្ចឹងសង្ឃឹមថាកុំឲ្យមានរឿងនេះកើតមានក្នុងសង្គមទៀតបងគឺថាគួរឲ្យសង្វេគណាយើងមិនត្រូវឲ្យកើតមានរឿងបែបហ្នឹងទេបងគួរតែទំនុកម្រងមើលថែឪពុកម្ដាយគ្រប់រូបបងដូចក្នុងបារាភវសូត្រអីព្រះអង្គទ្រង់ត្រាស់សម្ដែងគឺថានរជនណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនាសឃើញទេហ្នឹងចឹងកាលណាដែលយើងអត់ចិញ្ចឹមមើលថែឪពុកម្ដាយទេគឺថាកូនប្រុសស្រីនឹងរស់នៅបច្ចុប្បន្នហ្នឹងក៏មិនសូវបានសេចក្តីសុខហើយពេលដែលស្លាប់ទៅគឺថាទៅកាន់អបាយភូមិចឹងទៅទទួលសេចក្តីទុក្ខក្នុងនរកប្រែតេរឆានអសូរកាយដោយសារការរមិលគុណមិនមើលថែនៅអ្នកមានគុណនឹងឯងបងចឹងយើងបានស្ដាប់រឿងរ៉ាវទាំងអស់ហ្នឹងហើយយើងកើតសង្វេគហើយក៏មានការដឹងគុណណាមើលថែឪពុកម្ដាយណាគ្រប់គ្នាអញ្ចឹងទៅដើម្បីបាននៅសេចក្តីល្អក៏ដូចជាបុណ្យកុសលរបស់យើងរៀងខ្លួនផងទេបងអញ្ចឹងខ្ញុំគណៈអាត្មាភាពបានចូលរួមនៅក្នុងបញ្ហាដែលកើតមានហ្នឹងហើយក៏បានលើកយកនៅប្រសូតមួយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងប្រពចំពោះព្រាហ្មណ៍ម្នាក់ដែលត្រូវកូនបោះបង់ចោលដែរហើយក្រោយមកក៏កូននឹងដឹងទោសកំហុសអញ្ចឹងទៅក៏ចិញ្ចឹមបីបាច់ថែមើលគាត់វិញអញ្ចឹងរហូតដល់ទៅបានសម្រេចនៅគុណធម៌ដោយអាស្រ័យសេចក្តីល្អដែលបានប្រព្រឹត្តមើលថែឪពុកម្ដាយអញ្ចឹងទៅហើយក៏មានឧបនិស្ស័យនៃអរិយមគ្គអរិយផលផងបងចឹងយើងគួរជ្រះថ្លាណារឿងរ៉ាវទាំងអស់ហ្នឹងដូច្នេះខ្ញុំអាត្មាភាពសូមចូលរួមប្រមាណប៉ុណ្ណឹងសូមពុទ្ធបរិស័ទទាំងអស់ដែលបានតាមដានទស្សនាអនុមោទនានៅបុណ្យកុសលដែលខ្ញុំអាត្មាភាពបានលើកយកនៅព្រះធម៌មកប្រកាសសម្ដែងក៏ដូចជាចូលរួមនៅបញ្ហាដែលកើតមានក្នុងសង្គមយើងប្រមាណថ្ងៃនេះបងចឹងសូមអនុមោទនាហើយកុំភ្លេចញាតិញោមពុទ្ធបរិស័ទដូចថាចូលរួមបញ្ចេញជាមតិយោបល់នៅខាងក្រោមវីដេអូនឹងផងដើម្បីបានជាប្រយោជន៍ដល់ជានានុជនទាំងឡាយប៉ុណ្ណាចឹងសូមអរគុណសូមចម្រើនពរលា